សួស្តីអ្នកនរគ្នាស្វាគមន៍ជាថ្មីមកកាន់ការវិភាគកីឡាប្រចាំថ្ងៃដោយខ្ញុំបានមានផាណាតោះកុំឲ្យខាតពេលវេលាយូរថ្ងៃនេះខ្ញុំមានចំនួន3គូមកចែករំលែកដល់អ្នកនរគ្នាក្នុងការវិនិយោគនៅយប់នេះផងដែរគូទី1គឺ Chelsea ប៉ះជាមួយ Burnley Crystal Palace ប៉ះជាមួយ Wolverhampton Brighton ជាមួយនឹង Brentford តើកុំឲ្យខាតពេលវេលាយូរយើងចូលដល់ការវិភាគរបស់យើងទាំងអស់គ្នាយប់នេះខ្ញុំនឹងធ្វើការវិយាចជាមួយនឹងគូទាំង3នេះហើយនឹងមាន prediction ចាច់ជូនអ្នកនរគ្នាសម្រាប់ធ្វើការស៊ុបកាទៀវនៅចុងវីដេអូផងដែរតោះកុំឲ្យខាតពេលវេលាយូរ Let's go គូទី1 Burnley ប៉ះជាមួយនឹង Crystal Palace នៅក្នុងក្របខ័ណ្ឌ English Premier League លេងនៅយប់នេះផងដែរនៅម៉ោង 7:30 នាទីដើម្បីវិភាគគូបាល់មួយឲ្យវាស៊ីជម្រៅនិងមើលទៅបែបលក្ខណៈ professional យ៉ាអ្នកនរគ្នាត្រូវតែមាន line up ជាមួយនឹង head to head ក៏លេងមកមើលបច្ចុប្បន្នរបស់ Chelsea ជាមួយនឹង Burnley ក្រុម Chelsea ឥឡូវនេះគឺគាត់ឈរនៅលំដាប់លេខ3នៃតារាង Premier League បើអ្នកនរគ្នាក៏លេងទៅមើល Burnley វិញគឺនៅឆ្ងាយខ្លាំងមែនទែនរហូតដល់ទៅលេខ17ឯណោះអញ្ចឹងសម្រាប់ការប្រកួត11ប្រកួតបាទនៅក្នុងក្របខ័ណ្ឌ English Premier League Chelsea គាត់ធ្វើបានល្អបាទឈ្នះ6ស្មើ2និងចាញ់3ប្រកួតទទួលបាន20ពិន្ទុឈរនៅលេខរៀងទី3ចំណែក Burnley វិញគឺគាត់ធ្លាក់ជើងខ្លាំងបាទ11ប្រកួតឈ្នះ3បាទស្មើ1និងចាញ់7ប្រកួតបានតែ10ពិន្ទុទេឈរលំដាប់លេខរៀងទី17បើយើងក្រឡេកមកមើលការប្រកួតរវាងក្រុមទាំងពីរដែលធ្លាប់មានប្រព័ន្ធនៃការជួបគ្នា16ប្រកួតខាងក្រោយក្រុម Chelsea ឈ្នះ10ហើយ Burnley 1ចំណែកឯការស្មើគឺចំនួន5ដងអញ្ចឹងសម្រាប់គូទី1យើងនឹងធ្វើការវែកញែកគ្នាប៉ុណ្ណឹងឈានទៅដល់គូទី2របស់យើងរវាងក្រុម Brighton ជាមួយនឹង Brentford អ្នកនរគ្នាសម្រាប់គូនេះគឺធ្វើការប្រកួតនៅម៉ោង 10:00 នាទីយប់ផងដែរអញ្ចឹងសម្រាប់គូនេះខ្ញុំមកនិយាយបបាច់អីច្រើនទេអ្នកនរគ្នាចូលមើលតារាងជម្រើសរបស់ពួកគាត់តែម្ដងសម្រាប់ក្រុមទាំងពីរនេះគឺអត់ជាខុសគ្នាប្រហែលទេបាទឈរនៅលេខ11លេខ12បាទ Brighton លេខ11និង Brentford លេខ12បើយើងក្រឡេកទៅមើលការជួបគ្នារវាងពួកគាត់ទាំងពីរសម្រាប់ក្នុងក្របខ័ណ្ឌ English Premier League នេះគឺ Brighton ធ្លាប់ឈ្នះទៅលើ Brentford ចំនួន3ប្រកួតស្មើ3ប្រកួតចំណែក Brentford ក៏ឈ្នះទៅលើ Brighton វិញចំនួន2ប្រកួតផងដែរអញ្ចឹងអ្នកនរគ្នាគឺឃើញស្រាប់ហើយសម្រាប់ក្រុមទាំងពីរនេះគឺប្រាក់ប្រាយគ្នាមិនលើសខ្វះគ្នាប្រហែលទេអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងមានការ prediction ចែកអ្នកគ្នាសុបសៀងអ្នកគ្នាផងដែរអូខេឥឡូវឈានចូលដល់គូទី3របស់យើងនៅក្នុងក្របខ័ណ្ឌ English Premier League ដូចគ្នាផងដែរគឺក្រុម Wolverhampton ជាមួយនឹង Crystal Palace សម្រាប់ក្រុមទាំងពីរនេះធ្វើការប្រកួតនៅម៉ោង 10:00 នាទីយប់ដោយទៅនឹង Brighton ផងដែរបើយើងងាកមកមើលតារាងចំណាត់ថ្នាក់សម្រាប់ក្រុមទាំងពីរនេះគឺ Wolverhampton 11ប្រកួតចុងក្រោយនៃការប្រកួតក្នុងក្របខ័ណ្ឌ English Premier League គឺគាត់ធ្វើបានល្អទេគឺរងតែមួយប្រកួតក៏គ្មានដែរអ្នកនរគ្នាគឺសូមប្រកួតតែម្ដងសម្រាប់ធ្វើការឈ្នះគឺ0តែម្ដងបាទសម្រាប់ការស្មើគឺចំនួន2ចាញ់ចំនួន9ប្រកួតដល់លេខទៅមើល Crystal Palace វិញគឺរៀងក្របាបន្តិច11ប្រកួតឈ្នះ4ស្មើ5ជាមួយនឹងការចាញ់គឺចំនួន2ប្រកួតជាកុំឲ្យខាតពេលវេលាយូរដូចជាខ្ញុំបានប្រាប់អ្នកនរគ្នាពីដំបូងអញ្ចឹងនៅចុងវីដេអូយើងនឹងធ្វើការ prediction ចំនួន3គូនេះចូលអ្នកនរគ្នាធ្វើការស៊ុបកាទៀវផងដែរប្រាប់កាហ្វេកាទៀវយើងផងដែរគូទី1ខាងនេះគឺ recommend អ្នកនរគ្នាលេងទៅលើក្រុម Chelsea មូលហេតុនោះគឺដោយសារតែក្រុម Burnley គាត់គ្មានអ្វីមកតតាំងជាមួយគ្នាទេដោយសាររដូវកាលនេះគឺនិយាយទៅគឺចាញ់ច្រើនខ្លាំងមែនទែនបាទចាញ់ច្រើនខ្លាំងមែនទែនហើយការពារវិញគឺខ្សោយខ្លាំងមែនទែនដូច្នេះវាមិនជាហេតុផលគួរឲ្យខ្លាចទេសម្រាប់អ្នកនរគ្នាក្នុងការលេងទៅលើក្រុម Chelsea អូខេអញ្ចឹងអ្នកនរគ្នាអាចធ្វើការវាយទៅលើ Chelsea មកគ្រាប់បានឬក៏ over 2 កន្លះស្រេចចិត្តទេតែខ្ញុំ recommend គឺវាយមកគ្រាប់សម្រាប់គូទី2ផងដែរខ្ញុំ recommend អ្នកនរគ្នាលេងទៅលើក្រុម Brighton បាទវាយកន្លះដល់តែម្ដងឬក៏ over 2.5 បានហើយសម្រាប់គូទី3ខ្ញុំ recommend អ្នកនរគ្នាលេងទៅលើ Crystal Palace អញ្ចឹងអ្នកនរគ្នាអាចធ្វើការវិនិយោគកាហ្វេកាទៀវបានហើយសម្រាប់អ្នកនរគ្នាដែលអត់ទាន់មាន channel គ្រប់ VIP ខ្ញុំទេអាចតាក់ទងមកខ្ញុំបានតាមរយៈ Telegram ដើម្បីចូលរួមរៀនរាល់ចុងសប្ដាហ៍សៅរ៍អាទិត្យខ្ញុំតែងតែមានការទូទាយកប្រាក់រង្វាន់និងយករង្វាន់អាសៀនផងដែរបាទអរគុណជម្រាបលាជួបគ្នាវីដេអូក្រោយ